ថ្ងៃនេះជានីតិឆ្លើយតបខមមិនខ្ញុំបាទតែឆ្ងាញ់ក៏ដុតស្នេហាជាតិសូមគោរពសួស្តីជនរួមជាតិខ្មែរទាំងអស់សូមបងប្អូនស្ដាប់ខ្ញុំបន្តិចទៅបងប្អូននឹងយល់ហើយថាហេតុអីបានជាស្រុកយើងសម្បូរមនុស្សមួយចំនួនដែលចូលចិត្តលក់ផលិតផលคล้ายៗចូលចិត្តបន្លំនិងคล้ายខ្លួនធ្វើអ្នកដទៃនៅពេលដែលគេល្បីនិងម្យ៉ាងទៀតដែលសំខាន់បំផុតនោះគឺហេតុអីបានសង្គមខ្មែរចេះតែបែកបាក់ខ្មែរលែងមានសាមគ្គីភាពមូលហេតុធំមួយចំនួនគឺខ្មែរមួយចំនួនឥឡូវពូកែខាងជេពូកែប្រើសម្ដីអសិលធម៌បែងចែកអាក្រក់ល្អត្រូវខុសលែងដាច់កាន់ជើងមនុស្សខូចនិងធ្វើបន់ដើម្បីទៅរកស៊ីម្សិលមិញខ្ញុំបង្ហោះវីដេអូមួយដែលមានសំណុំពរ3ជួបចំពោះអ្នកដែលលក់កូដិតមួយចំនួនដែលព្យាយាមបន្លំធ្វើជាសាខា franchise ផ្ទះឆ្ងាញ់កូដិតខ្ញុំមានបងប្អូនខ្លះគាត់យល់ចិត្តក៏គាត់ចូលមកខមមិនលើកទឹកចិត្តខ្ញុំទៅហើយមានអ្នកខ្លះទៀតចូលមកខមមិនប៉ាតណាប៉ាតណីសម្ដីក៏ពៀលអញ្ចឹងដើម្បីឲ្យគាត់យល់ឲ្យគាត់ដឹងច្បាស់ពីខ្ញុំអញ្ចឹងខ្ញុំសូមចេញវីដេអូនេះដើម្បីពន្យល់មិនមែនមកប្រតិកម្មឆ្លើយឆ្លងអីទេមាន Facebook មួយឈ្មោះប៊ុនឆេងតន្ត្រីសម័យគាត់ចេញមកពៀលណាស់គាត់ថាឲ្យខ្ញុំនេះវាមិនអាចទេសង្ស័យតែគាត់ពេលរៀនអាសាកិច្ចម៉ោងសិលធម៌ប៉ុន្តែខ្ញុំក៏ទៅសើគាត់មួយដែរដែលគាត់នៅដឹងខុសត្រូវគួរសមនៅបែងចែកបានស្អីទៅកូដុតស្អីទៅអាចហើយម្យ៉ាងទៀតបើដោយប្អូននិយាយថាខ្ញុំនេះវាអន់ជាងអាចវាមិនអាចទេហ្នឹងណាអញ្ចឹងប្អូនដឹងស្អីវិញទេព្រោះអូននៅក្រោមខ្ញុំទៀតណាឌីលខ្ញុំប៉ុណ្ណឹងមិនអស់ចិត្តហើយប្អូនមកចោទខ្ញុំទៀតថាខ្ញុំអួតខ្ញុំអានហើយខ្ញុំសើចញឹមខ្ញុំដាក់ខ្លួនប៉ុណ្ណឹងហើយចោទថាខ្ញុំអួតខ្ញុំថាបើប្អូនបានប៉ុនខ្ញុំវិញនោះប្អូនមិនដឹងអួតប៉ុណ្ណាទេហើយរាល់ថ្ងៃហ្នឹងប្អូនអត់អួតព្រោះប្អូនអត់មានអីអួតខ្ញុំដឹងថាប្អូនក្រៅពីដើរច្រៀងក៏ប្អូនលក់កូដុតដែររីឯអ្នកផ្សេងមួយចំនួនទៀតបានខមមិនឌឺដងថាលក់មិនដាច់មកបន្ទោសគេអានេះអ្នកខ្លះទៀតក៏ថាចែកគ្នារស់ទៅអ្នកខ្លះទៀតក៏ថាទីផ្សារសេរីខមមិននេះសុទ្ធតែខមមិនល្អជាខមមិនដែលផ្ដល់ឱកាសឲ្យខ្ញុំដូច្នេះថ្ងៃក្រោយបើសិនជាមានផ្ទះឆ្ងាញ់កូដុតខ្ញុំទៅលក់ក្បែរកន្លែងណាមួយដែលកំពុងតែលក់ដាច់កំពុងតែផ្ទុះហ្នឹងណាសូមបងប្អូនកុំឌីលកុំចោទថាខ្ញុំនេះឃើញគេលក់ដាច់ទៅលក់ក្បែរគេពួកខ្ញុំកន្លងមកប្រកាន់គោលការណ៍និងមានក្រមសីលធម៌ក្នុងការរកស៊ីទី1មិនបន្លំខ្លួនធ្វើជាអ្នកដទៃទី2មិនចម្លងតាមអ្នកដទៃទី3ក៏មិនឃើញកន្លែងណាគេលក់ដាច់ក៏ត្បល់ក្បាលទៅលក់ដើម្បីយកឈ្នះចាញ់ឬក៏ដណ្ដើមម៉ួយគេដែរប៉ុន្តែឥឡូវបានមតិពីបងប្អូនមកចឹងបានន័យថាខ្ញុំអាចទៅបានហើយខមមិនមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ដែរបងនោះគាត់ខមមិនថាបងឯងលក់30ឆ្នាំនៅខ្ញុំចង់ប្រាប់វិញថាខ្ញុំអត់តន់លក់បាន10ឆ្នាំនៅឡើយទេប៉ុន្តែមានអ្នកដែលលក់លើសពី10ឆ្នាំលើសពី20ឆ្នាំហ្នឹងកំពុងតែព្យាយាមបន្លំធ្វើជាសាខាខ្ញុំកំពុងតែព្យាយាមចម្លងនិងលួចរៀនពីខ្ញុំអ្នកខ្លះក៏ខមមិនឌឺដងទៀតថាពណ៌លឿងហ្នឹងបងឯងទិញដាច់មែនពាក្យថាទឹកមហាកម្លាំងហ្នឹងបោះបងឯងម្នាក់ឯងមែនចុះបញ្ជីនៅទៅចុះបញ្ជីទៅបើណាហ៊ានប្រើប្តឹងទៅខ្ញុំសូមជម្រាបជូនវិញថាពាក្យអស់ហ្នឹងចុះបញ្ជីអត់កើតបើចុះកើតការពារបានខ្ញុំចុះហើយដើម្បីពន្យល់ខ្ញុំលើកយកពាក្យ four wheel drive មកឧទាហរណ៍ដដែលពាក្យ four wheel drive នេះជាពាក្យប្រើទូទៅអ្នកណាក៏និយាយបានអ្នកណាក៏ប្រើបានប៉ុន្តែដោយសារតែក្រុមហ៊ុន Toyota បានប្រើពាក្យនេះដើម្បីសម្គាល់ឡានដែលមានកលេ4ក្រុមហ៊ុនផ្សេងក៏គេមិនបានយកពាក្យនឹងទៅប្រើដែរគេរកពាក្យថ្មីដែលមានអត្ថន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីមុខងារនឹងអញ្ចឹងដោយពាក្យថាទឹកមហាកម្លាំងខ្ញុំប្រើមុនគេដោយអ្នកខ្លះនោះមិនទាន់ដឹងថាទឹកមហាកម្លាំងអីផងយកទឹកព្រៃគោយកមកធ្វើទឹកមហាកម្លាំងឲ្យភ្ញៀវញ៉ាំខ្ញុំអាណិតភ្ញៀវខ្ញុំឆ្អើមខ្ញុំខ្ពើមជំនួសតែធ្វើម៉េចខ្ញុំមិនអាចទៅប្រាប់គាត់បានឃើញអញ្ចឹងទៅខ្ញុំទើសចិត្តទើសភ្នែកពេកខ្ញុំក៏ធ្វើវីដេអូបង្ហាញទៅថាអាទឹកមហាកម្លាំងហ្នឹងគឺចេញពីខ្លួនគោចេញពីសាច់គោមិនមែនទឹកព្រៃដែលហៀចេញមកមានឈាមមាន
ទឹកល្ងៃអីនោះទេខ្ញុំបង្ហាញឲ្យចេះឲ្យដឹងនឹងពួកខ្ញុំអាណិតភ្ញៀវកុំឲ្យអ្នកខ្លះមិនស្គាល់ថាទឹកមហាកម្លាំងនឹងអីផងយករបស់កក្រិចឲ្យគាត់ញ៉ាំមកហើយគាត់អត់ដឹងគាត់ចេះញ៉ាំតាមហើយអញ្ចឹងបើអ្នកលក់កោដុតណាចង់ប្រើពាក្យទឹកមហាកម្លាំងតាមខ្ញុំក៏ប្រើទៅវាជាមោទកភាពរបស់ខ្ញុំតាប៉ុន្តែខ្ញុំចង់ដាស់ស្មារតីកុំឃើញគេធ្វើអីល្បីអីធ្វើតាមចម្លងតាមខ្ញុំចង់ឲ្យខ្មែរយើងមានភាពច្នៃប្រឌិតជាងហ្នឹងខ្វះអីពាក្យល្អៗនោះបងប្អូនយើងគាត់ចូលរួមយោបល់មកដែរនៅក្នុងខមមិនក្នុងវីដេអូហ្នឹងអញ្ជើញចូលទៅមើលទៅដឹងហើយដូចជាពាក្យទឹកគង្គាកម្រើករាត្រីទឹកវេទមន្តលក្ខនឹងលក្ខមុននឹងបញ្ចប់ខ្ញុំសូមនិយាយមួយរឿងទៀតថាខ្ញុំអួតក៏បានថាខ្ញុំបំភ្លឺក៏បានមុខរបរកោដុតដែលផ្ទុះលក់ប្រងព្រាតរីកដូចផ្សិតនេះហ่าក៏មានគុណសម្បត្តិពីផ្ទះឆ្ងាញ់កោដុតខ្ញុំដែរខ្ញុំក៏អត់មានតោមនោះដែលបងប្អូនចេញមកលក់មុខរបរនេះដែរព្រោះបងប្អូនលក់កាន់តែច្រើនទីផ្សារគោខ្មែរកាន់តែទូលំទូលាយលក់បានថ្លៃអញ្ចឹងកសិករដែលគាត់ចិញ្ចឹមគោនោះក៏បានជីវភាពល្អប្រសើរជាងមុនដែរបើពីមុនវិញលក់បានថោកហើយគ្មានអ្នកទិញទៀតខ្ញុំចេញវីដេអូមុនសំណូមពរ3រឿងហ្នឹងដឹងហេតុអីអត់ដោយសារតែមានអ្នកបាញ់ពណ៌លឿងហ្នឹងមិនមែនបាញ់គ្រាន់តែស្រឡាញ់ពណ៌លឿងហ្នឹងទេគឺបាញ់ដើម្បីបន្លំខ្លួនធ្វើជាសាខា franchise ផ្ទះឆ្ងាញ់កោដុតខ្ញុំអ្នកខ្លះពេលដែលភ្ញៀវសួរថានឹងសាខា franchise ហ្នឹងមែនព្រោះគាត់ឃើញតែពណ៌លឿងប៉ុន្តែអត់ឃើញ logo អត់ឃើញតែអីនោះគាត់ក៏សួរណោះសម័យម្ចាស់តូបហ្នឹងគាត់ឆ្លើយទាំងបំពេញដោយគ្មានអៀនមាត់បានណាគាត់ថាហ្នឹងហើយគាត់សាខាផ្ទះឆ្ងាញ់កោដុតហ្នឹងបងប្អូនទៅមើលទៅខ្ញុំសំណូមពរតែ3រឿងទេអាគោកតុយបាសគោកតុយងអីហ្នឹងអ្នកធ្វើតាមខ្ញុំមកកភ្លុះហ្នឹងធ្វើទៅខ្ញុំអត់ថាអីទេហើយខ្ញុំសំណូមពរនេះព្រោះតែខ្ញុំចង់ការពារយីហោចង់ការពារ brand ហើយមិនចង់ឲ្យអតិថិជនគាត់យល់ច្រឡំបើម្នាក់បាញ់ទឹកពណ៌លឿងតាមខ្ញុំហើយដល់ពេលភ្ញៀវទៅសួរឆ្លើយថាសាខាខ្ញុំដល់ទៅពេលភ្ញៀវយកមកញ៉ាំអត់ឆ្ងាញ់គាត់មិនចោទថារសជាតិផ្ទះឆ្ងាញ់កោដុតខ្ញុំនឹងអត់ឆ្ងាញ់ហើយបើគាត់ញ៉ាំទៅឆ្ងាញ់វិញអាហ្នឹងមិនដូចបងប្អូនជួយប្រម៉ូទឲ្យផ្ទះឆ្ងាញ់កោដុតខ្ញុំវិញណាចំណេញលើខ្ញុំវិញតារឿងហេតុវាអញ្ចឹងមិនមែនខ្ញុំកំណាញ់ទេនិយាយដល់រឿងហ្នឹងនឹកឃើញដល់អ្នកខ្លះគាត់ខមមិនឌឺដងគាត់ថានេះឬខ្មែរស្រឡាញ់ខ្មែរចែកគ្នារស់ទៅបាទអញ្ចឹងអ្នកដែលខមមិនហ្នឹងណានេះខ្ញុំសូមវិញបាទនៅពេលដែលមានអ្នកដតីមកសុំចែកដីចែកផ្ទះបងប្អូននៅមកសុំចែកតូបលក់ដូររបស់បងប្អូនហ្នឹងដើម្បីរកស៊ីដែរសង្ឃឹមថាបងប្អូនទាំងអស់ហ្នឹងចែកផ្ទះចែកដីចែកតូបឲ្យគេផងណាហើយបើមានអ្នកណាមកខ្លែងបន្លំផលិតផលរបស់បងប្អូនអីហ្នឹងកុំថាអីថាវ៉ាន់ណាធ្វើបន់ទៅទុកឲ្យគេធ្វើអីធ្វើទៅស្រែចិត្តគេទៅសូមបងប្អូនបែងចែកឲ្យដាច់រឿងរស់ស៊ីរឿងធ្វើបុណ្យនិងរឿងការពារខ្លួនបើបែងចែកមិនដាច់ទេស្រុកទេសយើងរញ៉េរញ៉ៃដោយរាល់ថ្ងៃហ្នឹងឃើញទេដោយសារអនុគ្រោះខុសរឿងដោយសារសម្រួលខុសច្បាប់ដោយសារចូលចិត្តធ្វើបុណ្យជាមួយចៅចូលចិត្តធ្វើបុណ្យជាមួយមនុស្សបំពល់សង្គមចូលចិត្តជួយមនុស្សខូចបានសង្គមយើងនឹងវារញ៉េរញ៉ៃដោយរាល់ថ្ងៃហ្នឹងធ្វើឲ្យមនុស្សខូចកាន់តែខូចមនុស្សល្អសុចរិតលែងចង់ល្អលែងចង់សុចរិតបន្តទៀតដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់កោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា